លោកស្រីកំឡំបានបន្តចុះសួរសុខទុក្ខនិងឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដោយភ្លៀងរលឹមព្រមទាំងណែនាំឲ្យប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាមដោយអនុវត្តតាមអនុសាសន៍និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំលើសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកស្រីកំឡំអភិបាលនៃគណៈអភិបាលស្រុកស្ទឹងបានបន្តដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋានចុះជួបសំណេះសំណាលសួរសុខទុក្ខនិងពំនាំនៅអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនបងប្អូនប្រជាពលរដ្ឋយ៉ាងស្វាហាប់និងឥតឈប់ឈរដោយភ្លៀងរលឹមកាលពីរសៀលថ្ងៃទី17ខែសីហាឆ្នាំ2026នៅក្នុងឱកាសចុះជួបសំណេះសំណាលនោះលោកអភិបាលស្រុកបានសម្ដែងនូវក្តីបារម្ភនិងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋពិសេសគ្រួសារដែលមានជីវភាពខ្វះខាតចាស់ជរានិងជនងាយរងគ្រោះជាមួយគ្នានេះលោកបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំនិងរាជរដ្ឋាភិបាលជានិច្ចការតែងតែគិតគូរនិងនៅក្បែរប្រជាពលរដ្ឋគ្រប់កលៈទេសៈដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយទន្ទឹមនឹងនេះលោកបានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានលោកស្រីកំឡំបានបន្តណែនាំនិងផ្ដាំផ្ញើដល់អាជ្ញាធរឃុំភូមិនិងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ជាប្រចាំត្រូវចុះតាមដានក្តាប់សភាពការនិងស្រាវជ្រាវមើលសុខទុក្ខប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានជាប់លាប់ហើយឆ្លើយតបឆាប់រហ័សនៅពេលប្រជាពលរដ្ឋមានទុក្ខលំបាកឬជួបបញ្ហាផ្សេងត្រូវប្រញាប់ប្រញាល់ចុះអន្តរាគមន៍និងដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលានិងបំផុតស្មារតីបង្ការជំងឺគ្រុនឈាមដោយសារបច្ចុប្បន្នជារដូវភ្លៀងធ្លាក់ដែលធ្វើឲ្យមានការកើនឡើងនៅភ្នាក់ងារចម្លងជំងឺលោកអភិបាលស្រុកបានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺគ្រុនឈាមដែលកំពុងតែផ្ទុះនិងរាតត្បាតជាមួយគ្នានេះលោកបានអំពាវនាវនិងអប់រំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់និងរួមគ្នាធ្វើអនាម័យជុំវិញក្នុងផ្ទះលុបបំបាត់ប្រៃត្រុកនិងអាងទឹកស្អុយត្រូវប្រមូលឬកំទេចចោលនៅសម្ភារៈដក់ទឹកដូចជាសំបកកង្លានកំប៉ុងត្រឡោកដូងឬដបចាស់ៗដែលជាកន្លែងកកើតដង្កូវទឹកនិងមូសខ្លាហើយក្នុងករណីមានសមាជិកគ្រួសារឬកូនចៅមានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតាត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតជាបន្ទាន់ដោយដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯងសូមបញ្ជាក់ថាការចុះជួបសំណេះសំណាលនិងឧបត្ថម្ភស្បៀងនៅក្នុងឱកាសនេះមានចំនួន22គ្រួសារក្នុងមួយគ្រួសារទទួលបាននៅគ្រឿងឧបភោគបរិភោគនិងសម្លៀកបំពាក់មួយចំនួនដែលជាអំណោយរបស់ឯកឧត្តមចិនយុទ្ធាប្រធានក្រុមការងារចូលមូលដ្ឋានឃុំពពកនិងឃុំប្រឡាយ